បាទសួស្តីបងប្អូនអរគ្នាជាពិសេសបងប្អូនអ្នកទី5ទី6ទី7យើងមកកណនីតាក់ទងជាមួយនឹងផលបូកចំនួនចម្រុះប៉ុន្តែវាមានភាគយកធំជាងភាគបែងអញ្ចឹងបើសិនជាភាគយកធំជាងភាគបែងយើងត្រូវធ្វើដូចបដិប្រូក្រាមមុនបើសិនជាភាគយកតូចជាងភាគបែងគឺយើងរក្សាវានៅដដែលធម្មតាបានន័យថាវាជាចម្លើយប៉ុន្តែឥឡូវយើងមកសិក្សាតាក់ទងជាមួយនឹងចំនួនចម្រុះដែលយើងឃើញថាភាគយកធំជាងភាគបែងបាទអញ្ចឹងខ្ញុំបូកអានេះមើល2 + 3 ស្មើប៉ុន្មានបាទ5 5 + 2 7 3រក្សានៅដដែលបន្តទៀត B ណា3 + 2 ស្មើ5 6 + 1 ស្មើ7 5រក្សានៅដដែលបន្តទៀត2 + 3 ស្មើ5 2 + 3 ទៀតស្មើ5បាទ4រក្សានៅដដែលយើងឃើញថាចម្លើយរបស់យើងទាំងអស់នេះគឺសិតតែមានភាគយកធំទាំងអស់បាទ7 លើ 3 5 7 លើ 5 ហើយនឹង5 លើ 4អញ្ចឹងវាធំជាងភាគបែងណាបាទអញ្ចឹងយើងមិនអាចទុកវាប៉ុណ្ណឹងបានទេយើងត្រូវបំលែងវាសពអានេះគេហៅថាវាអត់តន់សពទេអញ្ចឹងដើម្បីបំលែងវាគឺយើងយកភាគយកចែកឲ្យភាគបែងមកបាទដូចនេះគឺ7 លើ 3យើងយក7បាទចែកជាមួយនឹង3បាទអញ្ចឹង7ចែក3យើងដឹងហើយ3 2 ដង 6 3 2 ដង 9លើសហើយយើងដាក់2 ដង 3 2 ដង 6បាទ7ដកចេញ6នៅសល់ប៉ុន្មាននៅសល់1បាទអញ្ចឹងយើងមើលនេះផលចែកបាទផលចែកហ្នឹងយើងយកវាមកបូកជាមួយនឹងបាទបូកជាមួយនឹងមេគុណនេះមកបាទផលចែកណាបូកជាមួយនឹងមេគុណបាទអញ្ចឹង2យកមកបូកជាមួយ5ស្មើប៉ុន្មានស្មើនឹង5 7សំណល់នៅខាងក្រោមនេះរុញវាទៅលើវិញរុញវាឲ្យវាខ្លាយទៅជាភាគយកបាទរុញវាទៅលើណាបាទចំណាំអាហ្នឹងរបៀបចំណាំអញ្ចឹងរុញវាទៅលើគឺស្មើ1នៅលើប៉ុន្មាននៅលើ3រក្សានៅដដែលបាទនេះអាក្រោមនេះបាទរុញវាទៅលើដល់ពេលអាលើនេះរុញវាមកក្រោមនេះឃើញលើនៅខាងក្រោមបាទលើនៅខាងក្រោមទៅខាងលើវិញអាហ្នឹងរបៀបក្នុងការចំណាំអញ្ចឹងយើងមើលបន្តទៀតបាទ7ចែកឲ្យ5បាទ7ចែក5អញ្ចឹង7ចែក5បានប៉ុន្មានបាន1ដងពួកអីបើសិនដាក់2ដងលើហ្នឹងណាបាទអញ្ចឹង1 5ដង5ដកទៅនៅសល់2យកផលចែកបូកទៅបូក1 5ស្មើប៉ុន្មាន1 + 5ស្មើ6បាទ2រុញទៅលើ5ដាក់មកក្រោមរក្សានៅដដែលណាបាទអញ្ចឹងយើងមើលបន្តមកទៀតបាទហើយស្មើប៉ុន្មានបាទ5ចែកនឹង5ចែកនឹង4អញ្ចឹងយើងបាន1ដង1 4ដង4បាទ5ដក4នៅសល់1អញ្ចឹងយើងឃើញថាយកផលចែក1បូក1 5មកស្មើនឹង6បាទ1ភាគ4អញ្ចឹងនេះជាចម្លើយហើយចម្លើយនេះគេហៅថាជាប្រភេទចំនួនចម្រុះដែលវាមានប្រភេទសពបាទអញ្ចឹងវាសពអីអញ្ចឹងវាអត់អីទេហើយបងប្អូនអាចបំលែងបានណាបើន័យថាបំលែងប្រភេទឲ្យទៅជាចំនួនចម្រុះតើវាមានលក្ខណៈដែលគេហៅថាភាគយកធំជាងភាគបែងអញ្ចឹងបានយើងបំលែងទៅបានតែបើសិនជាភាគយកតូចជាងភាគបែងគឺយើងអាចបំលែងបានទេអញ្ចឹងបែបនេះសង្ឃឹមថាសម្រាប់បងប្អូនអ្នកទី5ទី6ទី7អីគាត់អាចជាកន្លឹះហើយដោះស្រាយបានទាំងអស់គ្នាបាទអរគុណហើយជាចុងក្រោយសូមប្រាប់បងប្អូនថារៀនវាលំបាកប៉ុន្តែបើសិនជាយើងមិនរៀនជីវិតយើងនឹងកាន់តែលំបាកបាទអរគុណបងប្អូនអរគ្នាសុខសប្បាយសំណាងល្អ